Hi guys ខ្ញុំនេះអូកាលីអ្នកគ្នាមើលវីដេអូខ្ញុំដូនទៀតហើយខ្ញុំដឹងហើយថាស្លាញ់ខ្ញុំវាមិនសូវប្រូប៉ុន្តែខ្ញុំគ្រាន់តែចង់ស្រាវរឿង anime តែប៉ុណ្្នឹងឯងហើយបើសិនជាអ្នកគ្នាចង់លើកទឹកចិត្តខ្ញុំឬក៏ចង់ប៉ាំបញ្ឆាខ្ញុំអីអ្នកគ្នាអាច pay តាម QR code នេះបានហើយខ្ញុំក៏អរគុណអ្នកគ្នាទុកជាមុនដែរតើយើងចូលទៅកាន់សាច់រឿងវគ្គ2នេះគឺគេចាប់ផ្ដើមឲ្យយើងឃើញមួយអ្នកនឹងធ្វើដំណើរទៅសាលារៀននៅព្រឹកនេះផងដែរហូតារ៉ូបានយកដៃនាងទៅចាប់នឹងដៃរបស់យូម៉ាហើយក៏បានសួរថាហើយអ្វីឯងមានអារម្មណ៍ភ័យបែបនេះហើយតើឯងបានត្រៀមខ្លួនទទួលយករឿងដែលបំរុងនឹងកើតឡើងនៅថ្ងៃបន្តទៀតឬនៅនោះគ្រាន់តែជាការលេងសើចប៉ុណ្ណោះឯងដឹងហើយរឿងបែបនេះគឺជាការលេងសើចហូតារ៉ូនិយាយទៅហូតារ៉ូទៅចំណែកឯយូម៉ាមិនបានស្ដាប់នឹងហូតារ៉ូនិយាយទេខ្ញុំបានគិតអំពីការថើរបស់ហូតារ៉ូដែលគិតថាវាគ្មានន័យសម្រាប់ហូតារ៉ូនោះទេហើយនេះបានគិតថាវាគឺជាលើកដំបូងសម្រាប់ខ្ញុំផងដែរដែលមិនបានទទួលការឆ្លើយតបពីយូម៉ាហូតារ៉ូក៏បានធ្វើមាត់ថាបទៅកាន់យូម៉ាធ្វើឲ្យយូម៉ាភ្ញាក់ពីការសម័យនោះភ្លាមដោយហូតារ៉ូបាននិយាយថាយូម៉ាវាពិតជាគួរឲ្យសំណើចណាស់ហើយតែឯងមិនចេះអៀនមែនទេហើយសកម្មភាពទាំងអស់នេះត្រូវបានឃើញដោយហ៊ូជីវ៉ារ៉ាដែលជាអបិសសនេះឯងពេលនោះផងដែរតាកេដាបាននិយាយថាប្រញាប់ឡើងអ្នកទាំងពីរនេះតើពួកឯងចង់បន្លែងគ្នាប្រហែលនាទីទៀតបន្ទាប់មកហូតារ៉ូក៏គ្រាន់និយាយពាក្យថាសុំទោសកាលមកដល់សាលារៀននៅកន្លែងលេងបាបោះគឺមានតែតាកេដានិងយូម៉ាតែប៉ុណ្ណោះតាកេដាក៏បានសួរទៅកាន់យូម៉ាថាយូម៉ាតើឯងនឹងហូតារ៉ូពិតជាស្និទ្ធស្នាលនឹងគ្នាណាស់មែនទេអំឡុងពេលឆ្នាំសិក្សាដំបូងរបស់ខ្ញុំគឺខ្ញុំបានរៀននៅថ្នាក់ជាមួយនឹងហូតារ៉ូតែគាត់ទៅសារពីក្មេងស្រីម្នាក់ខ្ញុំមានការព្រួយបារម្ភប៉ុន្តែខ្ញុំក៏រីករាយដែរនៅពេលដែលដឹងថានាងមានមិត្តភក្តិដ៏ល្អម្នាក់ពេលនោះផងដែរយូម៉ាក៏បានគិតតែឯងថាកាលពីអតីតកាលខ្ញុំក៏ជាមិត្តតែម្នាក់គត់របស់ហូតារ៉ូផងដែរហើយខ្ញុំបានព្យាយាមម្ដងហើយម្ដងទៀតដើម្បីណែនាំនាងទៅកាន់មិត្តភក្តិដទៃទៀតរបស់ខ្ញុំប៉ុន្តែវាមិនមែនជាការងាយស្រួលទេក្រោយពីដែលយូម៉ាគិតតែម្នាក់ឯងរួចយូម៉ាក៏បានឆ្លើយទៅតាកេដាថាព្រោះយើងគឺជាមិត្តនឹងកុមារភាពហើយខ្ញុំក៏មិនអាចទុកនាងឲ្យនៅតែម្នាក់ឯងបានដែរបន្ទាប់ពីលេងចង់តាកេដាក៏បាននិយាយថាអូឯងពិតជាមនុស្សល្អមែនឯងជាមនុស្សដែលមិនចោះចាញ់និងសម្ពាធពីមិត្តភក្តិហើយឯងនៅតែបន្តស្រឡាញ់មិត្តភក្តិរបស់ឯងគ្រាន់តែលេងចង់ភ្លាមយូម៉ាឆ្លើយទាំងភ័យថាតើឯងកំពុងតែនិយាយពីអ្វីហ្នឹងបន្ទាប់មកតាកេដាបាននិយាយថាគួរឲ្យស្រឡាញ់ណាស់បន្ទាប់មកតាកេដាបានបដូរប្រធានបទនិយាយដែលនិយាយថាតើឯងទំនេរទេនៅសប្តាហ៍ក្រោយនេះគឺមានការសម្រាប់តើឯងចង់ទៅណាអត់យូម៉ាក៏ប្រាប់ទៅតាកេដាថាគឺនាងទំនេរទេហើយនាងក៏បានសួរទៅតាកេដាថាតើតាកេដាហ្នឹងគឺចង់ទៅកន្លែងណាបើសម្រាប់នាងគឺនាងចង់ទៅសួនកំសាន្តហើយតាកេដាក៏បានយល់ព្រមក្នុងការទៅលេងសួនកំសាន្តជាមួយនឹងយូម៉ាឥឡូវនេះយើងមកមើលហូតារ៉ូនិងយូម៉ាវិញម្ដងដែលគេកំពុងតែនិយាយគ្នាតទៅនឹងតាកេដាហើយពេលនោះផងដែរយូម៉ាបានប្រាប់ទៅហូតារ៉ូថាតាកេដាហ្នឹងគឺជាមិត្តរួមក្លឹបមុនពេលដែលយើងហ្នឹងខ្លាចជាគូស្នេហ៍ជាមួយគ្នាហើយវាពិបាកណាស់សម្រាប់យើងក្នុងការសម័យថាយើងនិងតាកេដាកំពុងតែធ្វើរឿងជាមួយគ្នាបងប្អូនខ្ញុំប្រាប់អ្នកទាំងអស់គ្នាគឺយូម៉ាហ្នឹងគឺមានចិត្តក្រាស់ទៅនឹងតាកេដាហើយតាកេដាហ្នឹងក៏មានចិត្តក្រាស់ទៅលើយូម៉ាដែរប៉ុន្តែពួកគេគឺអត់សារភាពទៅកាន់គ្នាទេបន្ទាប់មកហូតារ៉ូក៏បានខិតទៅអង្គុយចិត្តទៅកាន់យូម៉ាហើយនិយាយថាតែយើងគួរធ្វើម៉េចឲ្យឯងងាយស្រួលក្នុងការសម័យទៅបន្ទាប់មកយូម៉ាក៏បានឆ្លើយថានេះម្ដងទៀតហើយមែនខ្ញុំបានប្រាប់ឯងហើយថាខ្ញុំអត់ចូលចិត្តវាទេប៉ុន្តែហូតារ៉ូបានតាកេដាបានស្រែកថាចាំអត់តើខ្ញុំនឹងចូលរួមអាហារថ្ងៃត្រង់ជាមួយនឹងឯងយូម៉ាក៏បានតបថាអូចាំតើក៏ប៉ុន្តែហូតារ៉ូក៏បានមកដល់ហើយពួកគេក៏បានធ្វើការរាក់ទាក់គ្នាបន្តិចទៅហើយតាកេដាក៏បានមើលមុខទៅយូម៉ាដោយឃើញថាមុខយូម៉ាមិនសូវល្អគេក៏បានធ្វើទៅថាមានរឿងអ្វីមែនតែឯងមានអារម្មណ៍អត់ល្អមែនយូម៉ាក៏បានតបទៅថានាងអត់អីទេពេលនោះផងដែរហូតារ៉ូបាននិយាយថាអូឯងពិតជាល្អណាស់តាកេដាខ្ញុំចំណែនឯងដល់ហើយនិយាយចឹងតើឯងទាំងពីររំភេទនៅពេលណាហើយនាងក៏បានចាប់ផ្ដើមនិយាយតទៀតថាមិនយូរទេអ្នកទាំងពីរនឹងចាប់ផ្ដើមមានស្នេហាកាន់តែច្រើនឡើងជាពីពេលនេះតទៅប្រសិនបើអ្នកទាំងពីរស្រឡាញ់គ្នាកាន់តែខ្លាំងយូម៉ានឹងមានមិត្តច្រើននិងមានមិត្តប្រុសដូច្នេះខ្ញុំនឹងខ្លាចជាអ្នកដែលនាងលេងត្រូវការទៀតហើយហូតារ៉ូនាងបានបន្ថែមទៀតថាប្រហែលជាយូម៉ានាងលេងត្រូវការខ្ញុំទៀតហើយបន្ទាប់មកនាងបាននិយាយថាវាគ្រាន់តែជាការនិយាយលេងរបស់នាងនោះទេវាគ្រាន់តែជារឿងកំប្លែងតែប៉ុណ្្នឹងឯងហើយនាងក៏បានដើរចាក់ចេញទៅដល់ពេលឃើញអញ្ចឹងទៅតាកេដាគឺគេភ័យខ្លាំងមែនទែនគេបានសួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីខុសមែនហើយយូម៉ាក៏បានប្រាប់ថាបាច់ខ្វល់ពីនាងទេឥឡូវនេះយើងមកដឹងពីយូម៉ានិយាយអំពីហូតារ៉ូយូម៉ាបាននិយាយថាពេលនាងមានមិត្តប្រុសម្នាក់នៅសាលារៀនបឋមសិក្សាហូតារ៉ូគឺជាមនុស្សម្នាក់ដែលលេងត្រូវការនាងទៀតហើយខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេក្បត់ដូចជាមិត្តប្រុសរបស់នាងយកនាងចេញពីខ្ញុំអញ្ចឹងឥឡូវនេះយើងមកមើលនៅកន្លែងបោះបាល់វិញម្ដងនៅកន្លែងបោះបាល់នឹងផងដែរមិត្តភក្តិរបស់យូម៉ាក៏បានឃើញថាហ្វូជីវ៉ារ៉ានិងហូតារ៉ូកំពុងតែជួបគ្នាហើយនាងក៏បានយករឿងនេះទៅនិយាយជាមួយនឹងយូម៉ាផងដែរដោយនាងបានសួរថាហូតារ៉ូហ្នឹងគឺជាមិត្តរបស់យូម៉ាមែនទេហើយយូម៉ាក៏បានប្រាប់ទៅថាហូតារ៉ូហ្នឹងគឺជាមិត្តរបស់នាងហើយមិត្តភក្តិរបស់នាងក៏បានប្រាប់ទៅប្រយ័ត្នហូតារ៉ូហ្នឹងគឺដណ្ដើមតាគេពីយូម៉ាទៅព្រោះអីហូតារ៉ូនាងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនបន្ទាប់មកយូម៉ាក៏បាននិយាយថាកុំនិយាយចឹងអីឥឡូវនេះយើងមកមើលនៅក្នុងថ្នាក់រៀនវិញគណៈនេះផងដែរតាកេដាក៏បានមកប្រាប់ទៅកាន់យូម៉ាថានៅចុងសប្តាហ៍ក្រោយនេះគឺពួកគេត្រូវទៅដើរលេងហើយយូម៉ាបាននិយាយថាគឺអ្នកអត់ទាន់ត្រឹមត្រូវសម្រាប់រឿងនេះទេវាថាលឿនពេកក៏មកដល់ពេលសប្តាហ៍ក្រោយយូម៉ានិងតាកេដាក៏បានដើរលេងមួយគ្នានៅកន្លែងសួនកំសាន្តមួយកន្លែងផងដែរប៉ុន្តែពួកគេមិនមែនដើរលេងតែពីរនាក់ទេគឺមានដូចជាហ
Hotaro និង Fujiwara មកជាមួយផងដែរពួកគេទាំង4នាក់ចំណាយពេលវេលាពេញមួយថ្ងៃក្នុងការដើរលេងនៅសួនកម្សាន្តនៅពេលជិះកន្ត្រកហោះយូម៉ាក៏បានសួរទៅកាន់តាកេដាថាហេតុអ្វីក៏ឯងសម្រេចចិត្តថានឹងដើរលេងសួនកម្សាន្តនៅថ្ងៃនេះ Hotaro ក៏បានប្រាប់ថាកំណត់នេះគឺគេបានមកពី Hotaro នឹងឯងហើយគេបាននិយាយថាគឺដោយសារតែឯងហើយនិង Hotaro នឹងគឺស្និទ្ធស្នាលនឹងគ្នាខ្ញុំគិតថាកណ្ដាលរបស់ពួកយើងគឺខ្ញុំធ្វើឲ្យនាងមានអារម្មណ៍ថាឯកាយហើយខ្ញុំគិតថាខ្ញុំបានផ្ដល់ការចងចាំឯកាមួយទៅកាន់នាងឯងបន្ទាប់មកយូម៉ាក៏បានសើចអំពីសម្ដីរបស់តាកេដាហើយតាកេដាក៏បានប្រាប់ទៅនាងថាឲ្យនាងជិបសោយបន្ទាប់មកពួកគេក៏មើល Hotaro និង Fujiwara ម្ដងដែល Fujiwara នឹងរើថែប Hotaro ប៉ុន្តែត្រូវ Hotaro បដិសេធហើយក៏បញ្ច្រានគេចេញទៅ Fuji បាននិយាយថានាងមិនចាំបាច់តាមដានរឿងនោះទេនាងក៏បានតបទៅគេវិញទៅថាពេលខ្លះខ្ញុំគ្មានអារម្មណ៍នៅក្នុងខ្លួនទេ Fujiwara បានខឹងទៅនឹង Hotaro ជាខ្លាំងហើយពួកគេក៏បានចុះពីលើកន្ត្រកហោះនោះទៅនៅពេលចាំម្ដងដី Hotaro ក៏បានពពោះយូម៉ាឲ្យឡើងទៅលើនោះម្ដងទៀតតែឡើងទៅតែពីរនាក់តែប៉ុណ្ណោះតាកេដាបានសួរទៅកាន់ Fujiwara ថាតើពីរនាក់ឯងមានរឿងអីមែនប៉ុន្តែ Fujiwara បានប្រាប់ថាវាគ្មានរឿងអីទេនៅពេលឡើងម្ដងយូម៉ាក៏បាននិយាយទៅកាន់ Hotaro ថា Hotaro ខ្ញុំទើបតែថែគ្នាជាមួយនឹងតាកេដាជាលើកទី2បន្ទាប់មក Hotaro ក៏បានចាប់ផ្ដើមតែយូម៉ាមិនបានខឹងនឹង Hotaro ទេហើយនាងក៏បានសួរថាមានរឿងអ្វីមែនតែឯងមានរឿងអ្វីជាមួយនឹង Fujiwara មែននាងក៏បានប្រាប់ទៅថាវាគ្មានរឿងអីទេនេះសម្រាប់ admin គិតថា Fujiwara និង Hotaro គឺជាសង្សារនឹងគ្នាចុះអ្នកគ្នាគិតយ៉ាងម៉េចដែរចំពោះពីរនាក់ហ្នឹងហើយរឿងយើងក៏បានមកដល់ទីបញ្ចប់ផងដែរជួយ admin អ្នកអរកាលេម្ដងទៀតនៅវីដេអូក្រោយបាយបាយជូនពរអ្នកគ្នាសំណាងល្អ